ឯកសារខ្លះបានរៀបរាប់ថាដោយពេលនោះប្រទេសយួនមានចម្បាំងជាមួយចិននៅគ្រិស្តសករាជ1621គណៈបេសកកម្មការទូតរបស់យួនមួយបាននាំសម្បត្តិពីរច្បាប់របស់ព្រះចៅអាណាមមួយច្បាប់មកថ្វាយព្រះជ័យជាស្ដាជាកូនប្រសានិងមួយច្បាប់ទៀតថ្វាយព្រះភគវតេអង្គជើឲ្យជួយទូលព្រះស្វាមីសុំខ្ចីដីខេត្តកំពង់ក្របីព្រៃគរព្រៃនគរដើម្បីបង្ហាត់សេនាទាហានយួនលិខិតនោះបញ្ជាក់ថាការខ្ចីដីធ្វើជាមូលដ្ឋានបង្ហាត់ទ័ពនេះមានរយៈពេល5ឆ្នាំគ្រប់5ឆ្នាំនឹងសងថ្វាយវិញឯកសារខ្លះថាឆ្នាំ1623យួនបានសុំព្រះរាជាខ្មែរបង្កើតគ្រឹះស្ថានជំនួញរបស់ខ្លួននៅក្នុងប្រទេសខ្មែរភាគខាងត្បូងត្រង់តំបន់កំពង់ក្របីព្រៃនគរព្រមទាំងសូមអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងគយនៅតំបន់នោះផងព្រះជ័យជាស្ដេចដោយយល់ដល់ព្រះបិតាក្មេកនិងអគ្គមហេសីអង្គជើផងក៏ទ្រង់ព្រមអនុញ្ញាតតាមការស្នើសុំនេះគឺតាំងពីពេលនោះមកហើយដែលជនជាតិយួនបានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើង